នៅក្នុងក្រមរដ្ឋប្រវេណីមាត្រា141បានចែងថាការជីកកកាយបេតិកភណ្ឌវប្បធម៌និងរ៉ែក្នុងដីកម្មសិទ្ធិកនៃដីមិនអាចអះអាងនៅកម្មសិទ្ធិលើគ្រប់ប្រភេទនៃបដិមាចម្លាក់វត្ថុបុរាណឬបេតិកភណ្ឌវប្បធម៌ផ្សេងទៀតដែលរកឃើញនៅក្នុងដីរបស់ខ្លួនឡើយវត្ថុទាំងនេះគឺជាទ្រព្យសម្បត្តិរបស់រដ្ឋហើយកម្មសិទ្ធិកនៃដីដែលបានឃើញនៅវត្ថុទាំងនេះមានករណីកិច្ចប្រគល់ឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈឧទាហរណ៍ម្ចាស់ដីជីកអណ្ដូងនៅពេលដែលជីកអណ្ដូងសុកក៏ស្រាប់តែជួបប្រទះនៅជាមួយនឹងវត្ថុបុរាណបើយើងយោងតាមសិទ្ធិកាន់កាប់ដីធ្លីឬក៏សិទ្ធិជាម្ចាស់ដីនោះម្ចាស់ដីមានសិទ្ធិប្រមូលផលសិទ្ធិអាស្រ័យផលនៅលើដីរបស់ខ្លួនក៏ពិតមែនប៉ុន្តែនៅពេលដែលជួបប្រទះនៅវត្ថុបុរាណគឺយើងមិនអាចយកជារបស់ខ្លួនបានទេដោយបានចែងនៅក្នុងក្រមរដ្ឋប្បវេណីមាត្រា141អញ្ចឹងគឺយើងមានសិទ្ធិតែមួយគត់គឺបកគលជូនរដ្ឋតែប៉ុណ្្នឹងឯងយើងមិនអាចយកទៅជារបស់ខ្លួនបានឡើយ